មីងជូខ្ញុំពិតជាមានសំណាងណាស់ដែលបានជួបអ្នកសម្រស់និងចិត្តល្អរបស់អ្នកបានបំភ្លឺជីវិតខ្ញុំជីវិតដ៏ខ្មៅងឹតក្នុងនាមជាក្មេងកំព្រាមកពីស្រុកស្រែប្រហែលជាខ្ញុំមិនមានទ្រព្យសម្បត្តិដូចត្រកូលសុងទេប៉ុន្តែខ្ញុំមានបេះដូងស្មោះស័ក្តិស្រឡាញ់អ្នកចាប់ពីពេលនេះទៅមិនថាសុខភាពល្អឬមានជំងឺទោះបីជាមានទ្រព្យសម្បត្តិឬក្រីក្រអូននៅតែនៅក្បែរបងជានិច្ចមិនចាក់ចេញឡើយក្រាបសំពះទេវតាក្រាបសំពះអ្នកមានគុណប្តីប្រពន្ធក្រាបសំពះគ្នាមីងយីអូនសុំទោសដែលមិនអាចឲ្យពិធីមង្គលការដ៏ធំសម្បើមប៉ុន្តែបងមានចិត្តស្មោះស័ក្តិស្រឡាញ់អូនបងនឹងនៅក្បែរអូនជានិច្ចមិនចាក់ចេញទៅណាទេបងនឹងធ្វើឲ្យអូននិងម៉ាក់រស់នៅបានស្រួលមីងជូតើអូនព្រមរៀបការជាមួយបងទេលីមធានអ៊ីទើបខ្ញុំជាប្រពន្ធរបស់បងលីមធានអ៊ីបងឯងទៅរៀបការជាមួយអ្នកផ្សេងចុះខ្ញុំជាអ្វីប៉ុន្មានឆ្នាំនេះខ្ញុំធ្វើការ3កន្លែងក្នុងមួយថ្ងៃដើម្បីឲ្យប្អូនបានរៀនសូត្រម៉ែយើងពីការលើក្រែដើម្បីឲ្យប្អូនបានរៀនសូត្រដោយសប្បាយចិត្តបងទទួលខុសត្រូវមើលថែគាត់តែម្នាក់ឯងកាលពីមុនប្អូនត្រូវគេវាយរហូតចូលពេទ្យគឺបងជាអ្នកបរិច្ចាគឈាមនិងតម្រង់នំឲ្យប្អូនជួយសង្គ្រោះជីវិតប្អូនមុនពេលបងចូលទីក្រុងបងថាចង់នាំអូនទៅរស់នៅឲ្យបានស្រួលឥឡូវឡើងបានកូនស្រីអ្នកមានទ្រព្យស្តុកស្ដម្ភបងបែរជាថាអត់ស្គាល់អូននឹកស្មានមិនដល់ថាលោកលីនឡើងមកដល់ថ្ងៃនេះដោយសារពឹងលើស្រីពេលបានសម្រេចហើយបែរជាចង់បោះបង់ប្រពន្ធដើមទៅវិញនេះមិនមែនជាការពិតដូចរឿងចេនស៊ឺមីទេអីលីនធានអ៊ីរឿងនេះយ៉ាងម៉េចហើយត្រូវតែប្រាប់ខ្ញុំឲ្យបានច្បាស់បើមិនចឹងថ្ងៃនេះអាពាហ៍ពិពាហ៍នេះកុំសង្ឃឹមថាបានរៀបការមីងជូកុំតន់ខឹងអីស្ដាប់ខ្ញុំសិនលីនធានអ៊ីខ្ញុំមិនខ្វល់ថាថ្ងៃនេះឯងរៀបការជាមួយអ្នកណាទេថ្ងៃនេះឯងត្រូវតែទៅផ្ទះជាមួយខ្ញុំឯងបំផ្លាញពិធីមង្គលការរបស់ខ្ញុំតើវាផ្ដល់ផលប្រយោជន៍អ្វីដល់ឯងចាប់នាងមកពួកឯងចង់ធ្វើអីកុំមកហ៊ានប៉ះពាល់រឿងគ្រួសារត្រកូលសុងរបស់ខ្ញុំមិនខ្វល់ថាអ្នកណាបញ្ជូនឯងមកទេខ្ញុំនឹងធ្វើឲ្យអ្នកសង្វិញគ្រប់យ៉ាងខ្ញុំបានឲ្យឱកាសអ្នកចាក់ចេញហើយតែអ្នកមិនព្រមចង់បំផ្លាញខ្ញុំឲ្យសោះកុំបន្ទោសខ្ញុំថាចិត្តអាក្រក់ពូប៉ាស្គាល់គាត់លោកជាប៉ារបស់កញ្ញាសុងមែនទេមិនក៏ពួកគេស្គាល់គ្នាចប់ហើយបើសុងយ៉នហួយដឹងថាខ្ញុំមានប្រពន្ធនៅស្រុកស្រែអនាគតរបស់ខ្ញុំនឹងត្រូវបំផ្លាញចោលទាំងស្រុងសុងមីងជូពឹងលើឋានៈរបស់ខ្លួនជិះជាន់អ្នកទុនខ្សោយប៉ុន្មានឆ្នាំមកនេះសិលធម៌ដែលប៉ាបានបង្រៀនកូនតើកូនលេបចូលពូឆ្កែអស់ហើយមែនទេប៉ាតាំងពីតូចដល់ធំតើចរិតខ្ញុំបែបណាអ្នកមិនដឹងទេមិនក៏អ្នកហ៊ានជេរខ្ញុំដោយមិនដឹងខុសត្រូវព្រោះតែមនុស្សក្រៅអីក្មេងស្រីម្នាក់នេះជាអ្នកមានគុណរបស់ខ្ញុំអ្នកប្រព្រឹត្តចំពោះអ្នកមានគុណរបស់ខ្ញុំបែបនេះមិនគួរជេរទេអ្នកមានគុណប៉ាកុំចាញ់បោកស្រីម្នាក់នេះកុំចាញ់បោកនឹងរូបរាងគួរឲ្យអាណិតរបស់នាងជាកូនអុកដែលគូប្រជែងបញ្ជូនមកដើម្បីកម្ចាត់ត្រកូលសុងរបស់យើងមិនមែនទេពូជឿខ្ញុំទៅមិនមែនទេខ្ញុំមកទីនេះដើម្បីរកលីនធានយីគាត់ជាប្តីខ្ញុំនៅស្រុកស្រែ
វាសនាខ្ញុំសូមអង្វរអ្នកត្រឡប់ទៅផ្ទះជាមួយខ្ញុំទៅណាម៉ាក់នៅរងចាំមើលមុខអ្នកទាំងអស់គ្នាចាប់ស្ត្រីម្នាក់នេះយកទៅបញ្ជូនទៅមន្ទីរពេទ្យវិកលចរិតខ្ញុំមិនមែនជាមនុស្សឈួតទេលែងខ្ញុំទៅខ្ញុំមិនមែនទេខ្ញុំមិនមែនជាមនុស្សឈួតទេធានយីប្រាប់ពួកគេទៅខ្ញុំមិនមែនជាមនុស្សឈួតទេឡមើលទៅអ្នកមិនចង់ស្គាល់ខ្ញុំទេមើលនេះជាអ្វីនេះគឺជាវិក័យប័ត្រទេប្រាក់ចុងក្រោយរបស់ខ្ញុំទៅឲ្យលីនធានយី 10,000 យួនបើគាត់មិនមែនជាប្តីរបស់ខ្ញុំទេហេតុអ្វីខ្ញុំត្រូវផ្ទេរលុយឲ្យគាត់ច្រើនម្ល៉េះអ្នកទទួលលីនធានយីលេខកាន់នេះទទួលលុយក៏ត្រូវដែរលីនធានយីឯងប្រាប់ខ្ញុំមកមើលរឿងនេះយ៉ាងម៉េចនឹងលីនធានយីគ្រួសារសុងរបស់ខ្ញុំមិនដែលមើលងាយឯងថាមកពីគ្រួសារក្រីក្រទេប៉ុន្តែឯងបែរជាបោះបង់ប្រពន្ធកូនទៅវិញរៀបការជាមួយកូនស្រីរបស់ខ្ញុំទោះបីជាអ្នកមានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយរឿងអសិលធម៌បែបនេះរឿងខូចសីលធម៌បែបនេះត្រកូលសុងរបស់ខ្ញុំមិនអនុញ្ញាតដាច់ខាតចប់ហើយអ្វីចប់ហើយគឺមកពីអ្នកធ្វើបាបខ្ញុំសោះហេតុអ្វីអ្នកចង់ធ្វើបាបខ្ញុំចាប់ពីថ្ងៃនេះទៅលីនធានអ៊ីត្រូវបានបណ្តេញចេញពីក្រុមហ៊ុនសុងគ្រប់ក្រុមហ៊ុនដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនសុងមិនត្រូវទទួលយកចូលធ្វើការឡើយប៉ាមីងជូឥឡូវនេះក្រុមហ៊ុនដល់ពេលដែលត្រូវជំនះឧបសគ្គហើយមិនអាចខ្វះខ្ញុំបានទេក្រុមហ៊ុនសុងគ្រប់បើគ្មានអ្នកណាក៏នៅតែដំណើរការដដែលបំផ្លាញខ្ញុំអ្នកសប្បាយចិត្តហើយមែនទេវាសនាបាត់បង់ការងារអាចរកថ្មីបានបាត់បង់ផ្ទះគឺបាត់បង់អ្វីទាំងអស់ប៉ាខ្ញុំដឹងហើយត្រកូលសុងមានគុណលើខ្ញុំឯកសារដែលខ្ញុំស្រាវជ្រាវគឺនៅក្នុងការិយាល័យអាចប្រកល់ទៅផ្នែកបច្ចេកទេសបានមីងជូប៉ាសុំទោសជីវិតទៅមុខទៀតប៉ាមិនអាចមើលថែរក្សាកូនបានទេមើលថែខ្លួនឯងផងណា3ប៉ាតើប៉ាយកច្រឡំធានយីឬអត់លោកប្រធានរកឃើញហើយស្ត្រីម្នាក់នេះធ្លាប់ទៅក្រុមហ៊ុនគូប្រជែងចាំបន្តិចធានយីខ្ញុំឲ្យឱកាសអ្នកពន្យល់ប៉ាអត់ទេលោកប្រធានខ្ញុំដឹងថាខ្ញុំនិយាយអ្វីឥឡូវនេះអ្នកទាំងអស់គ្នាមិនជឿទេប៉ុន្តែមានមនុស្សខ្លះចិត្តណាមកចិត្តអ្នកដោយចិត្តណាមិនល្អព្យាយាមបណ្ដេញគាត់ចេញទៅលីនធានអ៊ីតើអ្នកនៅមានសតិសម្បជញ្ញៈទេប៉ាខ្ញុំគិតថាអ្វីដែលធានយីនិយាយមានហេតុផលការស្រាវជ្រាវរបស់ក្រុមហ៊ុនយើងកំពុងស្ថិតក្នុងដំណាក់កាលសំខាន់បើខ្វះធានយីដំណើរការស្រាវជ្រាវនឹងយឺតយ៉ាវយ៉ាងហោចណាស់5ឆ្នាំគូប្រជែងត្រកូលសុងប្រកាសជាមិនទុកឱកាសនេះចោលទេពួកយើងសុខចិត្តសម្លាប់ច្រឡំក៏មិនត្រូវទុកឲ្យរួចខ្លួនដែរឬមួយនាងពិតជាចាបរោះតែគូប្រជែងបញ្ជូនមកឈប់សិនរឿងនេះទុកឲ្យគាត់ដោះស្រាយខ្លួនឯងសិនទៅក្មេងក៏គួរវឹកហាត់ដែរលីមធានយីដែលខ្ញុំស្គាល់សុចរិតសប្បុរសនិងឆ្លាតវៃពិតជាមិនអាចបោះបង់ប្រពន្ធកូនចោលដោយសារលោភលន់អំណាចទេហើយក៏មិនបរិហារខ្ញុំដែរឲ្យគេយល់ច្រឡំខ្ញុំចុះឥឡូវឯងលងនឹងភាពហឺហាក្នុងទីក្រុងបាត់ហើយឯងនៅចាំទេថាអ្នកណាធ្វើការ3កន្លែងក្នុងមួយថ្ងៃដើម្បីឲ្យឯងបានរៀន
អ្នកណាបរិច្ចាគឈាមនិងតម្រងនោមដើម្បីសង្គ្រោះជីវិតឯងតើអ្នកណាទៀតដែលដេកស្លាប់លើគ្រែរាល់ថ្ងៃនឹកតែអ្នកខ្ញុំស្លៀកពាក់ឯកសណ្ឋានកាន់ទុកអ្នកមិនសួរខ្ញុំផងស្លៀកដើម្បីអ្នកណាធាងយីខ្ញុំមិនអនុញ្ញាតឲ្យអ្នកកុហកខ្ញុំទេហើយក៏មិនអនុញ្ញាតឲ្យអ្នកណាធ្វើបាបត្រកូលសុងឥឡូវនេះខ្ញុំឲ្យឱកាសអ្នកមួយឲ្យអ្នកបញ្ជាក់ដោយផ្ទាល់ថាអ្នកនិងស្រីម្នាក់នេះគ្មានទំនាក់ទំនងអ្វីនឹងគ្នាទេបញ្ជាក់យ៉ាងម៉េចយកវាទៅដេញនាងចេញដោយផ្ទាល់ទៅ